ជាអនុសាសន៍គឺសូមជូនម៉ែឪបងប្អូនដែលមានអ្នកជំងឺទឹកនោមផ្អែមគួរតែថែរក្សាជើងខ្លួនឯងឲ្យបានល្អត្រឹមត្រូវគឺមានន័យថាត្រូវការអនាម័យផ្ទាល់ខ្លួនយើងនឹងថែរក្សាលាងជើងជាមួយយើងសាច់គេហៅថាលាងជើងជាមួយនឹងទឹកស្អាតធម្មតាយើងនឹងមួយសាប៊ូមួយអីពេលល្ងាចទៅលាងឲ្យស្អាតហើយយើងជូតជាមួយនឹងកសែងយើងនឹងឲ្យស្ងួតច្រឡោះជើងទាំងសងខាងហាមដាច់ខាតអត់ឲ្យដើរជើងទៅទេផ្ដាំទៀតណាទោះបីក្នុងផ្ទះក្រៅផ្ទះក៏ដោយត្រូវមានស្បែកជើងពាក់សម្រាប់ក្នុងផ្ទះទៅហើយក្រៅផ្ទះផ្សេងចឹងទៅណាបាទហើយទី3គឺមានន័យថាត្រូវការមើលជើងយើងហ្នឹងឲ្យបានជារៀងរាល់ថ្ងៃមានន័យថាសម្អាតជូតលាងហើយមើលបាតជើងមើលអីហ្នឹងដើម្បីមើលថាមានស្នាមដៃរលាត់អត់មានពងបែកអត់មានក្រហមអត់ណាចន្លោះជើងបាតជើងបាត់អីហ្នឹងទី4គឺការកាត់កញ្ចក់នេះជាសំខាន់ណាស់គឺកាត់ឲ្យបានត្រឹមត្រូវមានន័យថាយើងមិនអាចកាត់ជាមួយដូចអ្នកដតីទេឆ្វៀលជុំវិញកញ្ចក់ទេគឺយើងត្រូវកាត់ឲ្យត្រឹមសល់ចម្ងាយតិចហើយយើងប្រើប្រដាប់រុះហ្នឹងឲ្យរុះឲ្យស្មើទៅសុខចិត្តសល់ចុងតិចកុំឲ្យដល់គល់ពីព្រោះទៅដល់គល់វាស្នាមរបួសមេរោគចូលដល់កញ្ចក់ដល់កន្លែងរបួសយើងហ្នឹងគឺធ្វើឲ្យងាយនឹងคลายមែនតើបាទដំណាក់កាលដែលខ្ញុំប្រាប់4ដំណាក់កាលនេះដើម្បីថែជើងនេះសូមបងប្អូនយកចិត្តទុកដាក់ហើយមើលជើងប្រចាំបើយើងភ្នែកយើងមើលមិនច្បាស់សូមឲ្យសាច់ញាតិកូនចៅយើងនឹងជួយមើលបន្ថែមបាទសូមអរគុណសហការផលិតដោយ My Cat Film ផ្ដល់ជូនសេវាកម្មផលិតវីដេអូនិងថតរូបគ្រប់ប្រភេទ